អូខេឥឡូវយើងមកនិយាយពីរបៀបដែលយើងបង្កើតទ្រព្យជាមួយនឹង stock market វិញម្ដងអញ្ចឹងនៅក្នុងវីដេអូនេះគឺយើងនឹងឆ្លើយសំណួរមួយហ្នឹងណាគឺថាតើយើងបង្កើតទ្រព្យជាមួយ stock market របៀបណាទៅអូខេតើអ្នកគ្នាត្រូវចាំថាដងទ្រព្យរបស់យើងគឺបង្កើតឡើងតាមរយៈការធ្វើជាម្ចាស់របស់ទ្រព្យល្អៗដែលមាននៅក្នុងទីផ្សារមិនមែនជាការខំប្រឹងធ្វើការតាមមុខនោះទេមានន័យថាត្រូវតែយកលុយដែលរកបានហ្នឹងទៅវិនិយោគជាមួយទ្រព្យល្អៗទៅហ្នឹងឲ្យបានត្រឹមត្រូវហើយនេះគឺជារបៀបដែលយើងបង្កើតដងទ្រព្យណាជាមួយនឹង stock market គឺយើងធ្វើជាម្ចាស់របស់ពួកវាធ្វើជាម្ចាស់របស់ក្រុមហ៊ុនល្អៗដែលមាននៅក្នុងទីផ្សារហ្នឹងហើយយើងអាចធ្វើជាម្ចាស់តាមពីរប្រភេទទីមួយគឺជាម្ចាស់របស់ក្រុមហ៊ុនមួយឬក៏បើមិនចង់ទេទាំងអស់គ្នាអាចទិញបណ្ដុំ ETF ក៏បានដែរហើយនេះគឺជារបៀបដែលយើងធ្វើជាម្ចាស់របស់វាមានន័យថាលុយរបស់យើងគឺបែងចែកទៅតាមក្រុមហ៊ុនដែលយើងគិតថាល្អមកបន្តមកទៀតគឺយើងបន្តវិនិយោគអាចថាជារៀងរាល់ខែឬក៏ជារៀងរាល់ត្រីមាសឬក៏ជារៀងរាល់ឆ្នាំក៏បានដែរអញ្ចឹងគឺយើងអាចវិនិយោគបានពីរប្រភេទហ្នឹងឬក៏ទ្រព្យពីរប្រភេទហ្នឹងដែលមាននៅក្នុងទីផ្សារពីហ៊ុនមួយណាក៏បានដែរដែលយើងគិតថាវាល្អសម្រាប់អ្នកនរគ្នាជាក្រុមហ៊ុនមួយក៏បានឬក៏បើមិនចង់ទេជាប្រភេទ ETF ក៏បានដូចជា SPY SCAG QQ ឬក៏ VUG ជាដើមអានេះគឺជាបណ្ដុំលក្ខណៈបែប ETF ល្អហើយនេះគឺជាប្រភេទក្រុមហ៊ុនមួយដែលអាចថាជាក្រុមហ៊ុនល្អដែលយើងគួរតែមើលផងដែរអញ្ចឹងគឺសរុបទៅវិញបែបហ្នឹងគឺយើងបង្កើតទ្រព្យឲ្យខ្លួនឯងតាមរយៈការធ្វើជាម្ចាស់របស់ទ្រព្យពីរប្រភេទហ្នឹងជាក្រុមហ៊ុនមួយក៏បានឬក៏ជាបណ្ដុំ ETF ក៏បានដែរអញ្ចឹងនៅក្នុងវីដេអូបន្តទៀតគឺយើងនឹងនិយាយលម្អិតថាតើក្រុមហ៊ុនមួយយើងគួរតែរើសមើលលក្ខណៈអីគេខ្លះហើយ ETF យើងគួរតែមើលទៅលើលក្ខណៈអីគេខ្លះរបស់វាអូខេឥឡូវយើងមកមើលឧទាហរណ៍ចំនួន2ដែលអាចថាជាការបង្កើតទ្រព្យឲ្យខ្លួនឯងតាមរយៈការវិនិយោគនៅក្នុងទីផ្សារពីហ៊ុនបានអញ្ចឹងពេលដែលយើងធ្វើជាម្ចាស់របស់ទ្រព្យល្អទាំងនោះហើយមានន័យថាលុយរបស់យើងដែលបានវិនិយោគហ្នឹងវានឹងកើនឡើងអាចថាពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងរយៈពេលវែងហើយកើនឡើងដោយសារអីដោយសារតែតម្លៃរបស់ភាគហ៊ុនដែលយើងបានវិនិយោគហ្នឹងគឺវាកើនឡើងដែរឥឡូវយើងមើលឧទាហរណ៍ទី1គឺបើសិនជាយើងវិនិយោគជាមួយក្រុមហ៊ុន Apple ចំណាយលុយឬក៏យើងវិនិយោគលុយ$10000ជាមួយក្រុមហ៊ុនហ្នឹងអញ្ចឹងរយៈពេលពី2014មកដល់2025ដឹងហ៎លុយរបស់យើង$10000ហ្នឹងណាគឺវាកើនឡើងរហូតដល់$80000មានន័យថាយើងអត់ដល់វេទនាទេគឺយើងដាក់វាវិនិយោគហើយគឺយើងទុក hold វាក្នុងរយៈពេលវែងដូចយើងនិយាយគ្នាពីដើមអញ្ចឹងឃើញអត់អញ្ចឹងបើសិនជាយើងអាច hold ក្នុងរយៈពេលវែងបានមានន័យថាយើងវិនិយោគក្នុងរយៈពេលវែងបានលុយរបស់យើង$10000ដែលវិនិយោគជាមួយ Apple ហ្នឹងគឺវាកើនឡើងរហូតដល់$80000នោះឃើញអត់ពី$10000ទៅដល់$80000មិនតិចទេរយៈពេលប៉ុន្មានពី2014រហូតដល់2025វាអាចថា11ឆ្នាំទេតែបើសិនជាទាំងអស់គ្នាមិនចង់វិនិយោគជាមួយក្រុមហ៊ុនមួយអូខេឥឡូវយើងមកមើលឧទាហរណ៍ទី2យើងវិនិយោគជាមួយនឹងបណ្ដុំ ETF SCAG ដូចគ្នាដែរបើសិនជាទាំងអស់គ្នាដាក់លុយ$10000វិនិយោគជាមួយនឹង SCAG តាំងពីឆ្នាំ2014មកអញ្ចឹងមកដល់2025លុយទាំងអស់គ្នា$10000ហ្នឹងគឺវាកើនឡើងរហូតដល់41600ជាងឃើញអត់11ឆ្នាំដូចគ្នាលុយរបស់យើងក៏នៅតែកើនឡើងដែរមិនថាយើងវិនិយោគជាមួយក្រុមហ៊ុនមួយឬក៏យើងវិនិយោគជាមួយនឹងបណ្ដុំ ETF ទេគឺឲ្យតែជាប្រភេទទ្រព្យល្អលុយរបស់យើងនឹងកើនឡើងជានិច្ចសំណួរមួយទៀតដែលទាំងអស់គ្នាអាចនឹងសួរនោះគឺអូខេឥឡូវឃើញថាវាល្អហើយយើងមើលទៅលើប្រវត្តិរបស់វាយើងមើលទៅលើ performance របស់វាប៉ុន្តែតើពេលណាដែលយើងអាចចាប់ផ្ដើមវិនិយោគបានអានេះគឺជាសំណួរមួយដែលល្អខ្លាំងមែនទែនសំណួរមួយដែលទាំងអស់គ្នាអាចថាបើសិនជាអត់ដឹងទេគឺធានាថាវិនិយោគខុសក្បួនខុសខ្នាតហើយអញ្ចឹងស្របទៅវិញដើម្បីចាប់ផ្ដើមវិនិយោគបានវាមានកិច្ចការពីរដែលទាំងអស់គ្នាត្រូវធ្វើសិនទី1គឺដាច់ខាតត្រូវតែធ្វើតេស្តសុខភាពហិរញ្ញវត្ថុឲ្យបានជាមុនសិនហើយទី2គឺត្រូវបង្កើតលបងសុវត្ថិភាពឲ្យខ្លួនឯងបង្កើតលបងសុវត្ថិភាពផ្នែកលុយកាក់ឲ្យខ្លួនឯងឲ្យគ្រប់គ្រាន់សិនសំណួរគឺថាតើយើងធ្វើតេស្តសុខភាពហិរញ្ញវត្ថុដើម្បីអីចាយើងធ្វើតេស្តសុខភាពហិរញ្ញវត្ថុដើម្បីឲ្យដឹងថាតើលក្ខខណ្ឌហិរញ្ញវត្ថុរបស់យើងរាល់ថ្ងៃហ្នឹងគឺនៅកម្រិតណាមានន័យថាតើយើងមានចំណូលប៉ុណ្ណាយើងមានចំណាយប៉ុណ្ណាយើងមានលុយសល់ប៉ុណ្ណាបន្ទាប់ពីយើងទទួលបានចំណូលប្រចាំខែរបស់យើងមកអញ្ចឹងគឺយើងធ្វើតេស្តសុខភាពហិរញ្ញវត្ថុដើម្បីដឹងបែបហ្នឹងបន្ទាប់ពីធ្វើតេស្តសុខភាពហិរញ្ញវត្ថុឲ្យដឹងចំណូលចំណាយហើយលុយសល់ហើយយើងនឹងដឹងបន្តទៀតថាតើយើងរាល់ថ្ងៃហ្នឹងមានបំណុលកម្រិតណាយ៉ាបន្ទាប់ពីហ្នឹងមកយើងអាចដឹងថាអូខេធ្វើតេស្តសុខភាពហិរញ្ញវត្ថុហើយយើងដឹងថាតើលបងសុវត្ថិភាពដែលយើងទៅបង្កើតហ្នឹងគឺមានចំនួនប៉ុណ្ណាអញ្ចឹងតើតោងជាមួយនឹងលបងសុវត្ថិភាពផ្នែកលុយកាក់ដែលយើងបង្កើតបន្ទាប់ពីធ្វើតេស្តសុខភាពហិរញ្ញវត្ថុមកគឺត្រូវមាន2ធនាគារទៀតមុននឹងយើងវិនិយោគបានធនាគារទី1គឺ
ត្រូវមានចំនួនស្មើនឹង6ខែនៃចំណាយប្រចាំខែរបស់អ្នកទាំងអស់គ្នាហើយដំណាក់កាលទី2គឺចំនួន12ខែនៃចំណាយប្រចាំខែរបស់ទាំងអស់គ្នាឃើញអត់អញ្ចឹងវាសំខាន់បែបហ្នឹងមុនពេលយើងវិនិយោគដាច់ខាតត្រូវតែធ្វើតេស្តសុខភាពហិរញ្ញវត្ថុសិនធ្វើតេស្តសុខភាពហិរញ្ញវត្ថុហើយទើបយើងអាចដឹងថាតើលបងសុវត្ថិភាពរបស់យើងចំនួនប្រមាណដែលយើងត្រូវបង្កើតអញ្ចឹងឧទាហរណ៍ថាបន្ទាប់ពីធ្វើតេស្តសុខភាពហិរញ្ញវត្ថុទៅទាំងអស់គ្នាដឹងថាអូខេចំណូលប៉ុណ្នេះចំណាយប៉ុណ្នេះលុយនៅសល់ប៉ុណ្នេះមានបំណុលប៉ុណ្នេះអូខេកិច្ចការបន្តទៀតគឺបង្កើតលបងសុវត្ថិភាពឧទាហរណ៍ថាទាំងអស់គ្នាមានចំណាយក្នុងមួយខែ$400លបងសុវត្ថិភាពផ្នែកលុយកាក់ទី1គឺត្រូវបង្កើតឲ្យបាន$2,400សិនឃើញអត់អញ្ចឹងពេលដែលទាំងអស់គ្នាបង្កើតអានឹងបានហើយយ៉ាទាំងអស់គ្នាអាចចាប់ផ្ដើមដល់ដំណាក់កាលមួយទៀតគឺវិនិយោគជាមួយទីផ្សារវាហ៊ុនបានហើយអញ្ចឹងបញ្ជាក់ណាមុនពេលវិនិយោគដាច់ខាតត្រូវតែធ្វើតេស្តសុខភាពហិរញ្ញវត្ថុហើយបង្កើតលបងសុវត្ថិភាពឲ្យបានជាមុនសិនព្រោះលបងសុវត្ថិភាពផ្នែកលុយកាក់ហ្នឹងគឺសំខាន់ណាស់បើសិនជាអត់បង្កើតទេទាំងអស់គ្នាអាចនឹងមានបញ្ហាស្រួលគឺវិនិយោគបានពាក់កណ្ដាលផ្លូវដកលុយដែលបានវិនិយោគទាំងឡាយហ្នឹងគឺយកមកប្រើការយើងអត់ចង់អញ្ចឹងទេព្រោះយើងចង់វិនិយោគក្នុងរយៈពេលវែងឃើញទេអញ្ចឹងពេលទាំងអស់គ្នាមានលបងសុវត្ថិភាពគ្រប់គ្រាន់ហើយទាំងអស់គ្នាអាចមានជំរឿន2បន្ទាប់ពីបង្កើតលបងសុវត្ថិភាពហើយបើសិនជាទាំងអស់គ្នាមានបំណុលអូខេដាច់ខាតត្រូវតែសងបំណុលហ្នឹងឲ្យរួចមានន័យថាមុនពេលវិនិយោគត្រូវតែមានបំណុលស្មើ0ឬក៏មានបំណុលតិចបំផុតអាចជាបំណុលជាមួយធនាគារអាចជាបំណុលជាមួយឯកជនគឺព្យាយាមសងឲ្យអស់ហើយសងពីណាគឺសងពីបំណុលដែលមានការប្រាក់ខ្ពស់ទៅមុនអញ្ចឹងបន្ទាប់ពីធ្វើកិច្ចការទាំងអស់ហ្នឹងហើយឃើញអត់ទី1គឺធ្វើតេស្តសុខភាពហិរញ្ញវត្ថុទី2គឺបង្កើតលបងសុវត្ថិភាពផ្នែកហិរញ្ញវត្ថុបង្កើតហើយចាប់ផ្ដើមសងបំណុលដែលមានអស់តែបើអត់មានទេគឺល្អតែបើមានគឺចាប់ផ្ដើមសងបន្ទាប់ពីសងអស់ហើយអូខេសុខភាពហិរញ្ញវត្ថុរបស់ទាំងអស់គ្នាគឺល្អហើយកាលណាល្អអូខេគឺយើងអាចចាប់ផ្ដើមវិនិយោគបង្កើតទ្រព្យបានហើយបង្កើតដល់អត់មានបញ្ហាអីទាំងអស់មានន័យថាយើងមានសុវត្ថិភាពនៅក្នុងការបង្កើតទ្រព្យរយៈពេលវែងហើយអញ្ចឹងគឺវាបែបហ្នឹងចាប់ផ្ដើមវិនិយោគប៉ុន្តែត្រូវតែមានលបងសុវត្ថិភាពឬក៏ចេញពីគ្រឹះឲ្យបានត្រឹមត្រូវឲ្យរឹងមាំជាមុនសិនទើបទ្រព្យរបស់យើងវាកើនឡើងដោយអត់មានការរំខានអីពីយើងអូខេមួយទៀតតកតងជាមួយនឹងចំណុចដែលត្រូវដឹងពេលដែលទាំងអស់គ្នាចង់ប្រឡូកឬក៏ចង់វិនិយោគជាមួយទីផ្សារវាហ៊ុនវាមាន3ចំណុចសំខាន់ទី1ទាំងអស់គ្នាដាច់ខាតខ្ញុំប្រើពាក្យដាច់ខាតណាត្រូវតែដឹងពីប្រភេទទ្រព្យល្អដែលត្រូវវិនិយោគជាមួយសិនដូចយើងនិយាយគ្នាអញ្ចឹងទី2គឺចំនួនលុយវិនិយោគហើយទី3គឺរយៈពេលវិនិយោគអញ្ចឹង3ចំណុចហ្នឹងគឺជាចំណុចដែលសំខាន់នៅក្នុងការកំណត់ចំនួនទ្រព្យរបស់យើងអត់អាចខ្វះមួយណាបានទេបើសិនជាយើងនិយាយពីប្រភេទទ្រព្យដែលល្អត្រូវវិនិយោគជាមួយដូចយើងនិយាយពីដើមអញ្ចឹងគឺវាមានប្រភេទ2ធំគឺពពុះ ETF ក៏បានឬក៏ពពុះក្រុមហ៊ុនមួយក៏បានដែរអញ្ចឹងឃើញយើងដឹងហើយថាប្រភេទទ្រព្យល្អគឺបែបហ្នឹងបើសិនជាយើងអត់សូវមានចំណាប់អារម្មណ៍ជាមួយក្រុមហ៊ុនមួយទេអូខេរើសយក ETF ហើយវិនិយោគយកតែម្ដងតែបើសិនជាទាំងអស់គ្នាចង់បាន return ច្រើនអូខេវិនិយោគជាមួយក្រុមហ៊ុនមួយក៏បានដែរល្អដូចគ្នាចំណេញដូចគ្នាទី2តកតងជាមួយនឹងចំនួនលុយវិនិយោគវាអាចមានពីរករណីដែរបើសិនជាទាំងអស់គ្នាមានលុយមកកញ្ចប់ធំតែម្ដងអូខេដាក់វិនិយោគទៅមាន2000 3000 5000 10000 20000 50000ដាក់វិនិយោគយកបដៅទៅអត់បញ្ហាទេអាហ្នឹងក៏ល្អដែរប៉ុន្តែបើសិនជាទាំងអស់គ្នាពឹងផ្អែកទៅលើចំណូលពីមួយខែទៅមួយខែសល់លុយតិចតួចទាំងអស់គ្នាក៏អាចវិនិយោគបានដែរគ្រាន់តែយើងប្រើវិធីសាស្ត្រមួយទៀតគឺ dollar cost averaging មានន័យថាយើងវិនិយោគរាល់ខែបើមិនអញ្ចឹងទេយើងសល់លុយក្នុងមួយឆ្នាំយើងចាប់ផ្ដើមទិញវិនិយោគក៏បានដែរអត់បញ្ហាទេមួយណាក៏បានដែរឃើញអត់បើមានលុយមកកញ្ចប់ធំវិនិយោគតែម្ដងហើយក៏បានតែបើអត់ទេវិនិយោគរាល់ខែវិនិយោគរាល់ឆ្នាំ no problem អត់បញ្ហាទេគឺសំខាន់យើងមានលុយវិនិយោគហើយទី3តកតងជាមួយនឹងរយៈពេលវិនិយោគដូចយើងនិយាយគ្នាពីដើមអញ្ចឹងទីផ្សារវាហ៊ុនវាមានធម្មជាតិមួយឲ្យតែរយៈពេលវែងគឺដឹងតែកើតឡើងហើយឲ្យតែរយៈពេលវែងឲ្យតែយើងវិនិយោគក្នុងរយៈពេលវែងគឺដឹងតែកើនឡើងដឹងតែចំណេញហើយអញ្ចឹងទាំងអស់គ្នាដាច់ខាតត្រូវតែមានផ្នត់គំនិតមួយវិនិយោគក្នុងរយៈពេលវែងឃើញទេអញ្ចឹងបើសិនជាយើងមានផ្នត់គំនិតវិនិយោគក្នុងរយៈពេលវែងយ៉ាដូចឧទាហរណ៍របស់យើងអញ្ចឹងលុយរបស់ទាំងអស់គ្នាគឺដឹងតែកើនឡើងហើយសំខាន់គឺមានផ្នត់គំនិតមួយវិនិយោគក្នុងរយៈពេលវែងអូខេឥឡូវយើងនិយាយករណីដែលទាំងអស់គ្នាមានលុយមកកញ្ចប់អញ្ចឹងពេលដែលទាំងអស់គ្នាមានលុយមកកញ្ចប់វិនិយោគតែម្ដងឲ្យក៏បានដែរយ៉ាវាអាចជាការដែលយើងមានលុយមកកញ្ចប់ពីគ្រួសារគាត់ជួយ support អីចឹងទៅឬក៏លុយមកកញ្ចប់ដែលទាំងអស់គ្នាអាចថាខំប្រឹងធ្វើការយូរជាងហើយមិនសងបានអញ្ចឹងពេលដែលទាំងអស់គ្នាមានលុយមកកញ្ចប់បែបហ្នឹងអូខេ all in ក៏បានដែរដាក់វិនិយោគជាមួយទីផ្សារពីហ៊ុនអត់បញ្ហាទេឬក៏វាអាចចេះក៏បានដែរទាំងអស់គ្នាគិតថាអូខេពេលដែលមានគ្រួសារមានអីទៅមានកូនមានអីអូខេអាចថាជាការចាប់ផ្ដើមវិនិយោគទុកឲ្យកូនចូលរៀននៅសាកលវិទ្យាល័យឬក៏អីក៏បានដែរអូខេអត់បញ្ហាទេ
មានលុយ10000ឬក៏មានលុយ20000ដាក់វិនិយោគចោលរយៈពេល5-10 ឆ្នាំឬក៏20 ឆ្នាំពេលតែកូនធំទៅអូខេអាចយកលុយហ្នឹងទៅប្រើការក៏បានដែរឃើញអត់បញ្ហាទេឬក៏វិនិយោគទុកលុយហ្នឹងចែកជាកេរ្តិ៍ករឲ្យកូនអាហ្នឹងក៏ជារឿងមួយដែលល្អដែរក៏ជារឿងមួយដែលវាត្រឹមត្រូវដែលអាចថាធ្វើឲ្យគាត់បានដែរមិនជាបញ្ហាទេអញ្ចឹងដូចឧទាហរណ៍របស់យើងអញ្ចឹងបើសិនជាទាំងអស់គ្នាមានលុយមកកញ្ចប់10000អូខេដាក់វិនិយោគជាមួយ Apple ទៅបើសិនជាវិនិយោគតាំងពីឆ្នាំ2014មកដល់2025ហ្នឹងលុយ10000ហ្នឹងកើនឡើងដល់80000អូខេឃើញអត់វាបែបហ្នឹងឬក៏វិនិយោគជាមួយនឹង ETF FCG មក10000របស់យើងគឺកើនឡើងរហូតដល់40000ជាងអញ្ចឹងគឺលក្ខណៈវាល្អបែបហ្នឹងប៉ុន្តែបើសិនជាករណីទាំងអស់គ្នារស់នៅលក្ខណៈបែបពឹងផ្អែកទៅលើចំណូលប្រចាំខែអត់មានលុយមកកញ្ចប់ទេទាំងអស់គ្នាក៏ប្រើវិធីសាស្ត្រមួយទៀតដើម្បីវិនិយោគបង្កើតទ្រព្យឲ្យខ្លួនឯងបានដែរគឺ dollar cost averaging មានន័យថាអ្នកទាំងអស់គ្នាវិនិយោគរាល់ខែបែបហ្នឹងឥឡូវខ្ញុំឧទាហរណ៍នៅក្នុងនេះឲ្យអញ្ចឹងអាចថាទាំងអស់គ្នាបើសិនជាពីមួយខែទៅមួយខែបន្ទាប់ពីចំណាយចាំបាច់អីហើយចំណាយទាំងអស់ហើយទាំងគ្នាអាចដកលុយមកកញ្ចប់ដែលមានទំហំប្រហែលជា200ចុះគឺវិនិយោគរាល់ខែអូខេវិនិយោគរាល់ខែទៅមួយខែវិនិយោគ200មួយខែវិនិយោគ200មួយខែវិនិយោគ200រហូតប្រហែលឆ្នាំអីចឹងអញ្ចឹងបើសិនជាទាំងអស់គ្នាបន្តវិនិយោគបែបហ្នឹងទី1លុយដែលអ្នកទាំងអស់គ្នាដាក់វិនិយោគវាកើនឡើងច្រើនជាងមុនទី2ផលចំណេញក៏វាកើនឡើងច្រើនជាងមុនដែរឃើញអញ្ចឹងទោះបីជាទាំងអស់គ្នាមានលុយមកកញ្ចប់ក៏បានទាំងអស់គ្នាមានចំណូលប្រចាំខែហើយចង់វិនិយោគប្រចាំខែក៏បានដែរអត់បញ្ហាទេគឺវិនិយោគបានដូចគ្នាទាំងអស់ឃើញអត់ជាមួយទីផ្សារពហុនគឺវាល្អបែបហ្នឹងអាចចេះមួយទៀតដែរបើទាំងអស់គ្នាមានចំណូលប្រចាំខែមែនប៉ុន្តែទាំងអស់គ្នាគេថាអត់ទេខ្ញុំអត់ចង់វិនិយោគប្រចាំខែទេខ្ញុំចង់វិនិយោគប្រចាំឆ្នាំមានន័យថាមួយឆ្នាំខ្ញុំវិនិយោគម្ដងអាហ្នឹងក៏ល្អដែរអូខេអត់បញ្ហាទេឃើញអត់វាអាចល្អដូចគ្នាអញ្ចឹងចង់រើសមួយខែក៏បានចង់រើសមួយអាទិត្យក៏បានចង់រើស3ខែម្ដងក៏បានចង់រើសកន្លះឆ្នាំក៏បានដែរអត់បញ្ហាពេលណាក៏បានដែរទីផ្សារពហុនគឺឲ្យអ្នកទាំងអស់គ្នាចូលប្រឡូកបានតាមចិត្តទាំងអស់អញ្ចឹងបើសិនជាទាំងអស់គ្នាគិតថាអូខេវិនិយោគក្នុងមួយខែម្ដងអត់ល្អទេមួយឆ្នាំម្ដងអូខេដូចគ្នាអញ្ចឹងរាល់ខែទាំងអស់គ្នាសំលុយទុកក្នុងកងធនាគារទៅដល់ពេលដល់ខែទី12ទាំងអស់គ្នាអាចផ្ទេរលុយហ្នឹងទៅចូលគណនីវិនិយោគហើយចាប់ផ្ដើមវិនិយោគយកតែម្ដងទៅឧទាហរណ៍ថាក្នុងមួយឆ្នាំទាំងអស់គ្នាវិនិយោគ2500អូខេ2014វិនិយោគ2500 2015 2500បន្តរាល់ឆ្នាំអញ្ចឹងទៅអញ្ចឹងរាល់ដើមឆ្នាំទាំងអស់គ្នាដាក់វិនិយោគរាល់ដើមឆ្នាំដាក់វិនិយោគបន្តសំលុយក្នុងធនាគារដើមឆ្នាំបន្តវិនិយោគក៏ល្អដូចគ្នាដែរអញ្ចឹងក្នុងលក្ខខណ្ឌណាក៏ដោយគឺនៅតែល្អលុយដែលទាំងអស់គ្នាបានវិនិយោគគឺដឹងតែបន្តកើនឡើងទាំងអស់ហ្នឹងឃើញអត់វាល្អបែបហ្នឹងជាមួយនឹងទីផ្សារពហុនមានជំរើសច្រើនអាចបត់បែនច្រើនចង់រើសយកប្រភេទវិនិយោគបែបណាក៏បានដែរអូខេជាសរុបមកអ្វីដែលខ្ញុំចង់ឲ្យទាំងអស់គ្នាចាំនោះគឺប៉ុណ្្នេះទេរបៀបដែលទាំងអស់គ្នាបង្កើតទ្រព្យឲ្យខ្លួនឯងជាមួយនឹងការវិនិយោគនៅក្នុងទីផ្សារពហុនគឺទី1កិច្ចការដែលត្រូវធ្វើគឺរើសយកប្រភេទទ្រព្យឬក៏រើសយកប្រភេទក្រុមហ៊ុនដែលខ្លួនឯងគិតថាល្អអាចជា ETF ឬក៏អាចជាបណ្ដុំក្រុមហ៊ុនមួយក៏បានដែររើសយកប្រភេទទ្រព្យទាំងអស់ហ្នឹងមកកំណត់សិនថាអូខេនឹងវិនិយោគជាមួយក្រុមហ៊ុនទាំងអស់ហ្នឹងហើយទី2ការដែលត្រូវធ្វើបន្តទៀតគឺដាក់លុយវិនិយោគដូចយើងនិយាយអញ្ចឹងអាចដាក់លុយជាខែក៏បានអាចដាក់លុយជាឆ្នាំក៏បានអត់បញ្ហាទេគឺបញ្ហាត្រូវតែដាក់លុយវិនិយោគឲ្យបានទៀងទាត់ក្នុងរយៈពេលវែងទៅហើយទី3ចុងក្រោយគឺបន្ទាប់ពីដាក់លុយវិនិយោគហើយទុកវានៅក្នុងរយៈពេលវែងកុំខ្ចីប៉ះកុំខ្ចីអីដឹងតែម្យ៉ាងបានថានៅក្នុងទីផ្សារពហុនបើសិនជាយើងបន្តវិនិយោគក្នុងរយៈពេលវែងបានលុយរបស់ទាំងអស់គ្នាគឺដឹងតែកើនហើយដឹងតែប៉ុណ្ណឹងបានហើយប្រាប់ចិត្តខ្លួនឯងថាអូខេកុំខ្វល់មានរឿងអីកើតឡើងបន្តវិនិយោគអញ្ចឹងបើសិនជាទាំងអស់គ្នាអាចធ្វើបែបហ្នឹងបានអូខេលុយរបស់ទាំងអស់គ្នានឹងកើនឡើងហើយចុងក្រោយពេលអនាគតចង់ឬក៏មិនចង់ក៏ទាំងអស់គ្នាមានទ្រព្យមកចំដែរមានដងទ្រព្យមួយសម្រាប់ខ្លួនឯងឬក៏សម្រាប់គ្រួសារដែរដែលវាអាចផ្ដល់សេរីភាពផ្នែកហិរញ្ញវត្ថុឲ្យអ្នកទាំងអស់គ្នាបាន